Solo của em chung một bốn sợi san ngày năng nhom mặt thôi video tại tôi được tại web server chẳng đại sa tại xong mấy nhom ban update hai đầm bay get last test một tổ một tiết nhom ban install nơi Apache P2 hai hay một tổ một tiết nhom ban sudo system ctl start Apache service trong việc enable hai tổ một tiết nhom cho tất cả cd và ww nó làm bay thưa cho làm bay đồ nơi một nghề bỏ user bỏ group cho muốn bỏ order cứ trong đặt tên bỏ cứ user quạt ai read write execute group quạt ai read write execute trong này order có quạt ai read write execute từលើ file html ban đây folder htmlต่อมาទៀតខ្ញុំចូលទៅកាន់បន្តមកទៀតខ្ញុំចូលទៅកាន់ html ហើយខ្ញុំបាន ls មើលគឺខ្ញុំបានបង្កើតនៅ folder មួយហើយឈ្មោះថា sv34 អញ្ចឹងនៅសំហ្នឹងខ្ញុំបានបង្កើតនៅ web 1 web 2ថ្ងៃនេះខ្ញុំបានបង្កើតនៅ web បន្ថែមទៀតគឺ web 3និង web 4អញ្ចឹងពេលដែលខ្ញុំបង្កើតហើយខាងនេះវិញគឺខ្ញុំទៅដល់ការ copy នៅ web ដែលខ្ញុំបាន install មកដែលខ្ញុំបាន download មកខ្ញុំយកវាមកដាក់នៅក្នុងនេះខ្ញុំយកវាមកដាក់នៅក្នុង web folder មួយ web ហើយមាន web មួយដល់ web 5អញ្ចឹងខ្ញុំបានធ្វើហើយគឺការយក web ទី1យកមក host យកមកដាក់ភ្ជាប់ជាមួយនឹង API ភ្ជាប់ជាមួយនឹង IP របស់យើងហើយចឹងអានេះសម្រាប់ web ទី1របស់យើងបើលោកចឹងចំណុចបន្ទាប់គឺកន្លែងនេះកន្លែងSCP ហ្នឹងមានន័យថា secure copy អញ្ចឹងយើងធ្វើការ copy ហើយចំណែក DO ហ្នឹងមានន័យថា recursive copy ជា recursive ពី folder destination នេះគឺជា folder របស់យើងដែលនៅក្នុង folder របស់យើងហ្នឹងមានន័យថាយើង copy ពី folder ហ្នឹងមកហើយយើងយកទៅតាម server name ជាមួយនឹងIP address របស់យើងនេះហើយបន្តមកទៀតយើងទៅដាក់នៅក្នុង destination របស់យើងគឺ www.html sv34 និង web 1ចំណែកទី2ហ្នឹងគឺដូចគ្នាដែរគាត់តែខ្ញុំដូរក្នុង web 2ទៅចាំមានន័យថាយើង copy ពី web 2យកមកដាក់នៅក្នុង web 2នៅក្នុង sv34 យើងវិញចំណែកទី3ក៏ដូចគ្នាដែរគឺយើង copy ពី web ទី3នៅក្នុង folder របស់យើងយកទៅដាក់ទៅក្នុង destination របស់យើងដែលយើងចង់ឲ្យវាបង្ហាញតាមរយៈ IP របស់យើងហើយបន្តមកទៀតគឺចូលទៅដល់web ទី4ក៏ដូចគ្នាដែរយើង copy ចេញពី file web 4របស់យើងហើយយើងយកមកដាក់នៅក្នុង destination របស់យើងគឺ www.html sv34 web 4ចំណែកចុងក្រោយគឺ web 5គឺយើងធ្វើដូចគ្នាដែរលោកបន្តមកទៀតខ្ញុំសូមធ្វើការតេស្តចាំខ្ញុំតេស្ត web 1 web 2 web 3web 4ហើយនោះចុងក្រោយ web 5ចឹងការងារសម្រាប់តេស្ត web server របស់ខ្ញុំមានតែប៉ុណ្្នឹងទេលោកគ្រូអរគុណច្រើនលោកគ្រូ